មូលដ្ឋានយោធាក្រោមដីថ្មីមួយទៀតដែលរដ្ឋអំណាចអ៊ីរ៉ង់លាតត្រដាងនៅពេលនេះជាជំរំយោធាដ៏ធំសម្បើមនិងពុំធ្លាប់បង្ហាញពីមុនមកទេបើតាមរូបភាពផ្លូវការផ្សាយដោយទូរទស្សន៍ជាតិអ៊ីរ៉ង់ផ្លូវក្រោមដីរបស់មូលដ្ឋានយោធានោះអាចអនុញ្ញាតឲ្យឡានកាមីយ៉ុងធំបើកបរទៅមកបញ្ច្រាស់គ្នាឬក៏បើកទន្ទឹមគ្នាក៏បានមូលដ្ឋានយោធានេះមានបំពាក់ដោយមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដែលអាចបាញ់ទៅដល់ទឹកដីអ៊ីស្រាអែលនិងមូលដ្ឋានយោធាអាមេរិកណាមួយនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផងនេះបើតាមសេចក្តីអធិប្បាយរបស់ទូរទស្សន៍ជាតិអ៊ីរ៉ង់នេះពុំមែនជាលើកទី1ទេដែលកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បង្អួតសម្ញែងសាច់ដុំយោធាយ៉ាងដូចនេះកាលពីដើមខែកុម្ភៈឆ្នាំ2025នេះអ៊ីរ៉ង់បានបង្ហាញទីតាំងមូលដ្ឋានកងទ័ពក្រោមដីមួយស្ថិតនៅភាគខាងត្បូងប្រទេសក្នុងពេលដំណើរគ្នានឹងប្រធានាធិបតីអាមេរិកដូណាល់ត្រាំស្បត់ចូលកាន់តំណែងកាលពីថ្ងៃទី20មករាអ៊ីរ៉ង់ក៏ធ្លាប់បានបង្អួតមូលដ្ឋានកងទ័ពក្រោមដីម្ដងដែរមូលដ្ឋានយោធានោះមានជម្រៅប្រមាណជា500ម៉ែត្រនិងមានកន្លែងស្តុកអាវុធទំនើបរួមទាំងមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយទៀតផងការបង្អួតសម្ញែងទីតាំងយោធាអ៊ីរ៉ង់ជាច្រើនលើកនេះស្ថិតនៅក្នុងបរិបទស្ថានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាសម្ព័ន្ធចាក់ទឹកមិនលិចរបស់ទីក្រុង Washington អាមេរិករបស់លោកដូណាល់ត្រាំបានដាក់សម្ពាធបង្ខំឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររួមទាំងមីស៊ីលបាល់លីស្ទិកជាក់ស្ដែងកាសែតបរទេសជាច្រើនបញ្ជាក់ថាកាលពីដើមខែមីនានេះប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានផ្ញើសម្បត្តិមួយច្បាប់ទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីស្នើចរចាគ្នាជាថ្មីនិងជំរុញឲ្យអ៊ីរ៉ង់បោះបង់ចោលគម្រោងកម្មវិធីនុយក្លេអ៊ែរហើយត្រូវឈប់ផ្ដល់ជំនួយជួយទៅដល់ក្រុមប្រដាប់អាវុធផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសពួកឧទាមហ៊ូទីនៅយេម៉ែនជាចន្ទសប្តាហ៍រហូតមកទល់នឹងពេលនេះថ្នាក់ដឹកនាំអ៊ីរ៉ង់នៅមិនទាន់ឆ្លើយតបលិខិតរបស់ចៅហ្វាយសេតវិមាននោះទេហើយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះប្រមុខដឹកនាំសាសនាអាលីខាមេនីជាអគ្គមគ្គុទ្ទេសកកំពូលអ៊ីរ៉ង់បានប្រកាសថាការគំរាមកំហែងរបស់អាមេរិកគ្មានបានប្រយោជន៍ឡើយហើយអ៊ីរ៉ង់ក៏មិនទទួលសំណើចរចានោះទេផ្ទុយទៅវិញនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានកែសម្រួលសម្ដីរបស់ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់និងពោលបែបការទូតទៅវិញថាអ៊ីរ៉ង់ព្រមបើកផ្លូវចរចាជាមួយអាមេរិកតែដាច់ខាតមិនចរចាដោយស្ថិតនៅក្រោមសម្ពាធនោះឡើយមួយថ្ងៃបន្ទាប់មកក្រសួងការបរទេសអាមេរិកស្រាប់តែប្រកាសដាក់ទណ្ឌកម្មចំពោះមន្ត្រីក្រសួងសន្តិសុខអ៊ីរ៉ង់3នាក់ដែលអាមេរិកចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មទៅលើអតីតចារៈបុរសអាមេរិកម្នាក់ក្រោយពីចូលនិវត្តន៍ពីក្រុមប៉ូលីស FBI ចារៈបុរសម្នាក់នោះបានទៅធ្វើការឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់ CIA រូបគេស្លាប់នៅក្នុងពេលជួបជាមួយអ្នកផ្ដល់ព័ត៌មានសម្ងាត់អំពីគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ2017ប្រឈមមុខនឹងវិបត្តិថវិកាសេដ្ឋកិច្ចជាតិមិនសូវស្ទុះបោះពួយលឿនខ្លាំងនិងវិបត្តិអតិផរណាទំនិញផងរដ្ឋាភិបាលអង់គ្លេសត្រូវតែធ្វើកំណែទម្រង់ជាចាំបាច់វិធានការថ្មីរបស់រដ្ឋអំណាចទីក្រុងឡុងគឺត្រូវកាត់បន្ថយចំនួនមន្ត្រីបុគ្គលិកស៊ីវិលដែលកាន់តួនាទីផ្នែករដ្ឋបាលនិងផ្នែកការិយាធិបតេយ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោកស្រី Rachel Reeves បានប្រកាសអំពីគម្រោងកែសម្រួលថវិកាជាតិដែលត្រូវតម្រូវឲ្យកាត់បន្ថយចំណាយរដ្ឋាភិបាលឲ្យបានចំនួន 15% ចាប់ពីពេលនេះរហូតទៅដល់ដាច់អាណត្តិដឹកនាំឆ្នាំ2029នេះបើតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស BBC នៅថ្ងៃអាទិត្យទី23មីនាដោយបានបញ្ជាក់ទៀតថាលោកស្រីរដ្ឋមន្ត្រីនឹងត្រូវបង្ហាញផែនការលម្អិតនៅចំពោះមុខសភាអង់គ្លេសនៅថ្ងៃពុធទី26មីនាខាងមុខផែនការនោះត្រូវគេប្រសិទ្ធនាមយ៉ាងល្អឆើតថាសេចក្តីប្រកាសនៃរដូវផ្ការីករដ្ឋាភិបាលអង់គ្លេសមានបុគ្គលិកក្របខ័ណ្ឌរដ្ឋក្របខ័ណ្ឌស៊ីវិលប្រមាណ500,000នាក់ហើយបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ BBC ដដែលលោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសមានជំនឿជឿជាក់ថានឹងអាចកាត់បន្ថយចំនួនមន្ត្រីរដ្ឋបាលស៊ីវិលនោះឲ្យបានយ៉ាងហោច 10,000 នាក់ការធ្វើដូច្នេះធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសអាចសន្សំសំចៃថវិកាជាតិចំនួន 2.2 លានលីវស្ទែលីងដែលប្រហែលជាស្មើទៅនឹង 2.6 ពាន់លានអឺរ៉ូ
នៅតាមកញ្ចក់ទូរទស្សន៍ Sky News លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសក៏បានលាតត្រដាងថាលោកស្រីសុខចិត្តផ្ដល់ឱកាសការងារឲ្យមន្ត្រីបុគ្គលិកជួរមុខនៅតាមស្ថាប័នគ្រឹះស្ថានសិក្សាមន្ទីរពេទ្យនិងប៉ុស្តិ៍នគរបាលជាជាងទុកមនុស្សឲ្យទៅធ្វើការងារនៅផ្នែករដ្ឋបាលស៊ីវិលកាលពីពាក់កណ្ដាលខែមីនាកន្លងទៅនេះរដ្ឋាភិបាលអង់គ្លេសក៏បានសម្រេចលុបចោលទីភ្នាក់ងារ NHS England ដែលគ្រប់គ្រងសេវាកម្មប្រព័ន្ធសុខាភិបាលអង់គ្លេសនិងបណ្ដាលឲ្យបុគ្គលិករាប់ពាន់នាក់បាត់បង់ការងារធ្វើរដ្ឋាភិបាលអង់គ្លេសដឹកនាំដោយគណៈបកពលករក៏បានកាត់បន្ថយជំនួយចំពោះជនពិការដែលរងគ្រោះព្រោះជំងឺរ៉ាំរ៉ៃរយៈពេលយូរហើយនឹងកាត់បន្ថយផ្ដាច់ជំនួយបង់ថ្លៃភ្លើងអគ្គិសនីម៉ាស៊ីនកម្ដៅសម្រាប់មនុស្សចាស់ចូលនិវត្តន៍ទៀតផងចំណាត់ការទាំងនេះបានត្រូវរងការរិះគន់ជាខ្លាំងនិងធ្វើឲ្យប្រឡាក់ប្រឡូកប្រជាប្រិយភាពរដ្ឋាភិបាលអង់គ្លេសមិនតិចឡើយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានឡើងកាន់អំណាចនៅខែកក្កដាឆ្នាំ2024នៅក្នុងស្ថានភាពសេដ្ឋកិច្ចជាតិជួបវិបត្តិសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ចទាបខ្លាំងនិងចុះថយ 0.1% រួមនឹងអតិផរណាទំនិញ 3% នៅខែមករាកន្លងទៅទោះបីជាមិនដេចក្តីប្រឈមមុខទៅនឹងបរិបទសង្គ្រាមនៅអ៊ុយក្រែនប្រមុខដឹកនាំអង់គ្លេសរូបនេះបានបដិញ្ញាចិត្តជំរុញកំណើនថវិកាវិស័យការពារជាតិជាលំដាប់ក្នុងបរិបទសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនរួមទាំងការគំរាមដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការយោធាអូតង់ទៀតនោះកាន់តែបំផុសចលនាធ្វើឲ្យប្រទេសអឺរ៉ុបត្រូវតែបន្ថែមថវិកាការពារជាតិរៀងៗខ្លួននិងបង្កើនកញ្ចប់ថវិកាការពាររួមដើម្បីធ្វើឲ្យអឺរ៉ុបក្លាយជាទ្វីបម្ចាស់ការពារខ្លួនឯងដោយស្វ័យភាពក៏ប៉ុន្តែអេស្ប៉ាញដែលជាសមាជិកសហភាពអឺរ៉ុបផងនិងសមាជិកអូតង់ផងកំពុងតែរារែកហើយនឹងដើរអូសជើងនៅឡើយចូលជារដ្ឋសមាជិករបស់អង្គការសម្ព័ន្ធយោធាអូតង់នៅឆ្នាំ1982អេស្ប៉ាញបានចូលរួមវិភាគទានតិចតួចបំផុតជាពិសេសនៅក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ2008រហូតដល់ឆ្នាំ2014អេស្ប៉ាញបង់វិភាគទានត្រឹមតែ 0.9% តែប៉ុណ្ណោះនៃចំណូលនៅក្នុងស្រុកសរុបទើបតែនៅក្នុងកិច្ចប្រជុំកំពូលអូតង់ឆ្នាំ2022នៅទីក្រុងម៉ាឌ្រីតទើបអេស្ប៉ាញជាម្ចាស់ផ្ទះសុខចិត្តដំឡើងថវិកាយោធាបានខ្លះបន្ថែមទោះបីជាមិនដេចក្តីនៅក្នុងក្រសែភ្នែកថ្នាក់ដឹកនាំទីក្រុង Washington និងសម្ព័ន្ធមិត្តអេស្ប៉ាញចូលរួមបង់វិភាគទានចំណាយថវិកាការពារយោធានេះនៅមានចំនួនតិចតួចខ្លាំងនៅឡើយតាំងតែពីដំបូងនៃការឡើងកាន់អំណាចអាណត្តិទី2មកម្ល៉េះដែលលោកប្រធានាធិបតី Donald Trump បានប្រឡូយពាក្យថាអេស្ប៉ាញអន់ខ្សោយណាស់ក្នុងសប្តាហ៍នេះទៀតសោតទស្សនាវដ្តីអង់គ្លេស The Economist ក៏បានលាតត្រដាងដោយក្នុងន័យរិះគន់ផងនិងដាស់តឿនផងថាអេស្ប៉ាញហាក់ដូចជាស្ពឹកស្រពន់ក្នុងការដំឡើងថវិកាវិស័យយោធាហើយនឹងថវិកាវិភាគទានឲ្យអង្គការសម្ព័ន្ធយោធាអូតង់ក្រោមការដឹកនាំរបស់សម្ព័ន្ធគណបក្សសង្គមនិយមអេស្ប៉ាញរបស់លោក Pedro Sanchez បានចូលរួមវិភាគទានឲ្យអូតង់ត្រឹមតែ 1.28% ប៉ុណ្ណោះនៃចំណូលនៅក្នុងស្រុកសរុបតែបើតាមភាពត្រឹមត្រូវអេស្ប៉ាញត្រូវបង់វិភាគទានយ៉ាងតិច 2% ហើយប្រសិនបើប្រៀបធៀបទោះបីជាបង់ទៅដល់ 2% ក៏ដោយទៅចុះក៏នៅតែតិចតួចបើប្រៀបធៀបជាមួយនឹងប្រទេសស្លូវេនី លុចសំបួរ បែលហ្សិកនិងប៉ូឡូញដែលបានចូលរួមបង់វិភាគទានឲ្យអូតង់យ៉ាងហោច 4.12% ឯណោះនៃចំណូលនៅក្នុងស្រុកសរុបរបស់ពួកគេភាពយឺតយ៉ាវរបស់អេស្ប៉ាញមានជាប់ពាក់ព័ន្ធខ្លាំងទៅនឹងនយោបាយនៅក្នុងស្រុកហើយនឹងផ្នត់គំនិតរបស់ប្រជាជនអេស្ប៉ាញតែម្ដងក្នុងផ្នែកនយោបាយសម្ព័ន្ធគណបក្សឆ្វេងនិយមដែលជាគណបក្សប្រឆាំងបានសម្ដែងក្តីជំទាស់នឹងនយោបាយដំឡើងកញ្ចប់ថវិកាការពារជាតិនិងការពារអឺរ៉ុបក្រុមឆ្វេងនិយមអេស្ប៉ាញប្រឆាំងដាច់ខាតការប្រកួតប្រជែងសភាវុធហើយនឹងបញ្ជាក់ថាប្រាក់កាសមួយកាក់មួយសេនដែលចំណាយទៅលើវិស័យចម្រើនសភាវុធជាការកាត់បន្ថយកញ្ចប់ថវិកាមួយកាក់មួយសេននោះពីវិស័យអប់រំនិងកសាងរចនាសម្ព័ន្ធសង្គមទន្ទឹមនឹងគ្នានេះដែរប្រជាជនអេស្ប៉ាញជាទូទៅមិនចង់ឲ្យបង្កើនលុយទៅលើវិស័យចម្បាំងរាំងជលនោះទេវិទ្យាស្ថានជាតិស្ទង់មតិនៃមជ្ឈមណ្ឌលស្រាវជ្រាវសង្គមសាស្ត្រអេស្ប៉ាញបានផ្សាយរបាយការណ៍ស្ទង់មតិកាលពីខែវិច្ឆិកាឆ្នាំ2024ដោយបានបង្ហាញឲ្យដឹងថាពលរដ្ឋអេស្ប៉ាញតែត្រឹម 14.2% ប៉ុណ្ណោះនៃចំណោមអ្នកស្ទង់មតិបានយល់ព្រមឲ្យដំឡើងថវិកាយោធាហើយផ្ទុយទៅវិញពួកគេចង់ឲ្យដំឡើងកញ្ចប់ថវិកាវិស័យអប់រំនិងសុខាភិបាលឲ្យបានច្រើនជាងវិស័យយោធា